ធ្វើរឿងតូចឲ្យល្អសិនចាំគិតរឿងជោគជ័យតាមក្រោយចំណុចតូចទាំងនេះអាចនឹងធ្វើឲ្យយើងដឹងពីតម្លៃរបស់វាទី1ធ្វើខុសដឹងកំហុសយើងមិនចាំបាច់ទៅបន្ទោសអ្នកណាទេមិនបន្ទោសខ្លួនឯងហើយក៏មិនទៅបន្ទោសអ្នកដទៃតែកាលណាបើយើងធ្វើខុសយើងគ្រាន់តែដឹងកំហុសថាគូទៅកែចេញឬមួយក៏យ៉ាងម៉េចអានឹងនៅលើយើងសំខាន់យើងចេះកែវាចេញហើយតាំងចិត្តសាថ្មីថាយើងមិនអាចមានកំហុសនឹងកើតឡើងម្ដងទៀតបានទេអញ្ចឹងរឿងដែលយើងបើខុសហើយកុំបន្ទោសខ្លួនឯងហើយកុំទៅបន្ទោសអ្នកដទៃសំខាន់យើងឈានដំណើរទៅមុខហើយកែកំហុសនោះចេញទី2មិនខ្វល់ពីការវិតម្លៃឥតបានប្រយោជន៍របស់អ្នកដទៃទេយើងមិនបាច់តសោះទៅខ្វល់អំពីការវិតម្លៃរបស់អ្នកដទៃគេនិយាយបែបណាគេវិតម្លៃយើងបែបណាគេមិនតន់ដឹងអំពីយើងច្បាស់ទេអ្នកដែលដឹងអំពីយើងច្បាស់គឺយើងខ្លួនឯងយើងរស់នៅជាមួយនឹងវារាល់ថ្ងៃចិត្តគំនិតដើរទន្ទឹមគ្នាប្រកបកិច្ចការងារនៅនឹងយើងហត់នាយលំបាកយ៉ាងណាគឺខ្លួនឯងជាអ្នកដឹងអ្នកដទៃគេមិនដឹងទេដូច្នេះកុំឲ្យការវិតម្លៃមាត់អ្នកដទៃធ្វើជាផ្លូវដើម្បីធ្វើឲ្យយើងដើរយើងត្រូវតែធ្វើជាផ្លូវសម្រាប់ខ្លួនឯងដើរកុំដើរតាមមាត់របស់អ្នកដទៃកុំស្ដាប់តាមការវិតម្លៃរបស់គេច្រើនពេកទី2អ្វីដែលហួសហើយមិនគួរដេញដោលទៀតទេនាំទៅខាតប្រយោជន៍ពីព្រោះថារឿងដែលវាហួសទៅហើយយើងគ្មានន័យទៅសោះដែលលើកវាយកមកនិយាយនាំតែធ្វើឲ្យអារម្មណ៍អត់ល្អនិយាយជាមួយគ្នាមិនចុះសម្រុងគ្នាលាមុខដែលស្អុយទៅហើយដែលកប់ទុកចោលទៅហើយយើងមិនបាច់កាយយកមកហិតទេអ្វីដែលយើងគួរធ្វើមិនមែនទៅធ្វើជាមួយនឹងរឿងដែរនាំតែខាតប្រយោជន៍ទេធ្វើរឿងណាដែលមានប្រយោជន៍សួររឿងណាដែលមានប្រយោជន៍គិតរឿងណាដែលមានប្រយោជន៍ដូច្នេះអ្វីដែលហួសហើយមិនបាច់ទៅសួរមិនបាច់ដេញដោលមកទៀតទេទុកឲ្យវានៅនឹងហើយសំខាន់យើងរស់នៅជាមួយនឹងបច្ចុប្បន្នទី4ចេះលួងចិត្តខ្លួនឯងរឿងធំប៉ុណ្ណាក៏ដោយក៏កេងលូកបាយឆ្ងាញ់ដែរយើងមិនបាច់ទៅខ្វល់ខ្វាយរឿងដែលវាកើតឡើងហើយវាកើតហើយយើងមិនអាចទៅហាម5វាបានទៀតទេសំខាន់សួរតាយើងចេះទទួលយកវាអត់ទំហំនៃការឈឺចាប់វាឈឺប៉ុណ្ណាឲ្យវាកើតឡើងហើយវានឹងទៅជាយ៉ាងម៉េចទៀតវាមានរឿងអ្វីកើតឡើងទៀតយើងសួរខ្លួនឯងវិភាគនៅក្នុងរឿងឲ្យវាល្អល្អិតល្អន់ដូច្នេះរឿងនៅក្នុងโลกនេះយើងមិនអាចទៅហាមថារឿងណាវាមិនគួរកើតរឿងណាគួរកើតទេរឿងដែលវាត្រូវកើតគឺវាកើតហើយសំខាន់យើងជាមនុស្សជីវិតនេះត្រូវតែតស៊ូមានរឿងអ្វីកើតឡើងយើងទទួលយកវាដោះស្រាយវាទៅតាមសន្តិវិធីទី5រឿងអ្វីក៏ដោយឲ្យតែមិនប៉ះពាល់ផលប្រយោជន៍ខ្លួនឯងមិនចាំបាច់ទៅប្រកែកយកឈ្នះយកចាញ់ទេកន្លែងនេះមិនចង់មានន័យថាឲ្យយើងនឹងអាត្មានិយមទេរឿងណាដែលវាមានប្រយោជន៍ចាំយើងនិយាយរឿងខ្លះគ្រាន់តែជារឿងដែលយកមកពីណាពីណីយើងចាំបាច់ទៅប្រកែកយកឈ្នះយកចាញ់ធ្វើអ្វីវាមិនសមនឹងអ្វីដែលយើងនឹងប្រកែកវាមិនសមនឹងតម្លៃសមនឹងទឹកមាត់ដែលយើងខំប្រកែកយកឈ្នះគេយើងបណ្ដោយវាទៅទុកឲ្យគេឈ្នះទៅឈ្នះរឿងបែបហ្នឹងឲ្យគេឈ្នះទៅបើថារឿងហ្នឹងវាមានប្រយោជន៍សម្រាប់ខ្លួនឯងមិត្តភក្តិក្រុមគ្រួសារសង្គមជាតិយើងប្រកែកទៅយើងធ្វើទៅយើងស៊ូដេញដោលទៅវាពុំមានរឿងណាដែរ
ធ្វើឲ្យយើងនឹងមានប្រយោជន៍រហូតទេដូច្នេះរឿងដែលមានប្រយោជន៍ចាំយើងប្រកែកយកឈ្នះយកចាច់ហើយមិនបាច់ទៅខាតពេលវេលាជាមួយរឿងអស់ហ្នឹងទេទី6មិនសរសើរមិនច្រណែនពីភាពជោគជ័យរបស់អ្នកដទៃឡើយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍខ្លួនឯងយើងមិនបាច់ច្រណែនឈ្នានេះទេអ្នកដទៃគេបានយើងត្រេកអរសំខាន់អ្វីដែលយើងច្រណែនគឺយើងយកមកអនុវត្តយកមកធ្វើមិនឲ្យបានដូចគេណែច្រណែនរបៀបនេះគឺធ្វើឲ្យយើងកាន់តែរឹងមាំធ្វើឲ្យយើងកាន់តែពុកគៀធ្វើឲ្យយើងកាន់តែក្លាហានមិនមែនច្រណែនចង់បានគេឈ្នានេះចាំមកផ្លាញ់គេនោះទេនេះការដែលយើងឃើញគេរីកចម្រើនត្រូវទៅរៀនសូត្រតាមគេយកចិត្តទុកដាក់ជាមួយគេមនុស្សយើងសេពគប់នៅមិនគុំសេពគប់បង្គោលពីលយើងស្រឡាញ់ខ្មុំតែតាមខ្មុំយើងនឹងឃើញផ្កាយើងស្រឡាញ់រុយទៅតាមរុយយើងនឹងឃើញនៅលីមុខទី7បង្កើនសមត្ថភាពខ្លួនឯងមិនពឹងទៅលើអ្នកដទៃគេគ្មានអ្វីដែលអស្ចារ្យជាងយើងទេមនុស្សមានដៃមានជើងគ្រប់ដូចគ្នាគ្រាន់តែឋានៈនៃសង្គមខុសគ្នាកើតមកសុទ្ធតែប្រឹងប្រែងរស់ដូចតែគ្នាទេយើងមិនអាចចាញ់អ្នកដទៃបានទេយើងរៀបបង្កើតសមត្ថភាពខ្លួនឯងកុំពឹងទៅលើអ្នកដទៃច្រើនពេកសមត្ថភាពរបស់ខ្លួនឯងមានគ្រប់គ្រាន់ហាក់បីដូចជាខ្លួនឯងមានអាវុធគ្រប់គ្រាន់សម្រាប់តតាំងនឹងសត្រូវទី8យើងត្រូវតែមានវិន័យនិងគោលការណ៍សម្រាប់ខ្លួនឯងមិនចេះតែតាមគេតាមឯងទេជីវិតនេះអ្នកជាអ្នកកាន់ចង្កូតមិនមែនអ្នកដទៃជាអ្នកកាន់ចង្កូតទេត្រូវមានវិន័យត្រូវមានគោលការណ៍សម្រាប់ខ្លួនឯងតើគួរធ្វើអ្វីដែលមិនគួរធ្វើយើងរៀនហើយពិចារណាធំប៉ុណ្ណេះហើយរឿងរ៉ាវទាំងអស់ត្រូវតែចិត្តគ្រប់គ្រងវាដោយខ្លួនឯងមិនចាំបាច់ទៅលើអ្នកដទៃទេមកកាច់ចង្កូតឲ្យជីវិតរបស់យើងទេ9មិនចំណាយពេលសូម្បីតែ1នាទីទៅប្រកែកជាមួយអ្នកណាទាំងអស់សុខចិត្តយកពេលដែរ1នាទី2នាទីយកមកកែប្រែខ្លួនឯងវិញទើបជីវិតនឹងមានន័យទី10គិតហើយធ្វើកុំស្ទាក់កុំស្ទើរមិនអូសបន្លាយពេលវេលាធ្វើហើយ